សួស្តីបងប្អូនទាំងគ្នាអញ្ចឹងនេះជាលំហាត់ត្រៀមប្រឡងពេទ្យណាហើយតើតើមួយលំហាត់យើងរៀងប្លែកបន្តិចដោយសារតែគេឲ្យតម្លៃ limit នេះ x កន្ទ្រល a m x ស្មើ m ហើយមួយទៀតគឺ limit x កន្ទ្រល a ដែរនៃ sin x ស្មើ l អញ្ចឹងទី1គេឲ្យបង្ហាញថា limit x កន្ទ្រល a នៃការគុណ m x ស្មើជាមួយនឹងការគុណ m អញ្ចឹងឥឡូវអត់មានពិបាកតាមពិតអាហ្នឹងគឺយើងប្រើយមន័យតាក់ទងជាមួយលក្ខណៈរបស់ limit អញ្ចឹងចំពោះអាការគឺជាតម្លៃលេខអញ្ចឹងមានថាកន្លែងហ្នឹងគឺយើងអាចចាប់វាចេញមកក្រៅបានការគុណឲ្យ limit x កន្ទ្រល a នៃ m x ដែលឡែកចំពោះ limit កន្ទ្រល a នៃ m x ស្មើ m ត្រង់អញ្ចឹងពេលយើងជំនួសចូលទៅវាបានការគុណឲ្យ m ឥឡូវពិតមួយហើយចំពោះសំណួរខវិញគឺយើងអាចផ្ដាច់វាជា2អញ្ចឹងយើងបានស្មើជាមួយ limit x កន្ទ្រល a នៃ m x បូកឬក៏ដក limit x កន្ទ្រល a នៃ sin x ឥឡូវយើងជំនួសវាចូលដោយសារតម្លៃ limit x កន្ទ្រល a m x ស្មើជាមួយនឹង m ហើយក្រោយនោះគឺស្មើជាមួយនឹង l អញ្ចឹងបូកដកទុកធម្មតាមក l អញ្ចឹងយើងប្រើលក្ខណៈរបស់ limit មកគឺចប់ហើយលំហាត់ហ្នឹងគឺឧស្សាហ៍ចេញពេទ្យដែរអញ្ចឹងគ្នាយើងអាចមើលទៅដើម្បីត្រៀមប្រឡងថ្ងៃខាងមុខណា